ត្រូវរៀបចំទ្រង់បែបណាទើបមន់ដែលបងប្អូនចិញ្ចឹមមានសុខភាពល្អហើយងាយស្រួលក្នុងការថែទាំងាយស្រួលក្នុងការដាក់ចំណីងាយស្រួលក្នុងការដាក់ទឹកហើយមិនចំណាយពេលវេលាច្រើនក្នុងការថែទាំជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីវិធីតាក់ទងជាមួយនឹងការរៀបចំទ្រង់មន់ដែលជាប្រភេទទ្រង់មន់ដែលបងប្អូនអាចចិញ្ចឹមមន់សាច់ក៏បានឬក៏ចិញ្ចឹមមេពូជក៏បានហើយសម្រាប់ទ្រង់ប្រភេទនេះដែរបងប្អូនក៏អាចចិញ្ចឹមជាប្រភេទទាកប៉ាឬក៏ទាពងបានផងដែរអញ្ចឹងតាក់ទងជាមួយនឹងការចិញ្ចឹមមន់ពេលខ្លះបើសិនជាបងប្អូនរៀបចំអត់ត្រូវទេបងប្អូនចំណាយពេលវេលាច្រើនណាស់ក្នុងការមើលថែក្នុងការដាក់ទឹកក្នុងការដាក់ចំណីអញ្ចឹងតាក់ទងជាមួយនឹងការចិញ្ចឹមមន់នេះនៅពេលដែលបងប្អូនរៀបចំខុសរៀបចំអត់ត្រូវបងប្អូននឹងហត់ក្នុងការចិញ្ចឹមហើយបងប្អូនអត់មានពេលវេលាធ្វើអីផ្សេងទេដោយសារគេដោយសាររវល់ច្រើនតាក់ទងជាមួយនឹងការដាក់ទឹកការដាក់ចំណីការថែទាំហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនឧទាហរណ៍ថាបងប្អូនចិញ្ចឹមមន់ហើយបងប្អូនរៀបចំទ្រុងបងប្អូនអត់ដាក់ចំណីនៅខាងក្រៅទេបងប្អូនដាក់ចំណីនៅខាងក្នុងអញ្ចឹងឧទាហរណ៍ថាបងប្អូនចិញ្ចឹម20ទ្រុងខ្ញុំឧទាហរណ៍បងប្អូនណាអញ្ចឹងបងប្អូនត្រូវការចេញចូលឧទាហរណ៍ទ្រុងនេះមួយបងប្អូនត្រូវការដាក់ចំណីដាក់ទឹកបងប្អូនត្រូវចូលជាធម្មតាដាក់ចំណីដាក់ទឹកភាគច្រើន2ដងមានតែទឹកម្ដងដាក់ចំណីម្ដងអត់អាចចូលម្ដងមានទឹកផងមានចំណីផងភាគតិចទេហត់ដែលអាចធ្វើអញ្ចឹងបានអញ្ចឹងឧទាហរណ៍ទ្រុងបងប្អូនមាន10ទ្រុងចុះអញ្ចឹងបងប្អូនត្រូវចូលដាក់ចំណីចេញមកវិញដាក់ទឹកអញ្ចឹងពីរជើងពីត្រឡប់ចូលដាក់ទឹកម្ដងចូលដាក់ចំណីម្ដងអញ្ចឹងបើសិនជាទ្រុងបងប្អូនមាន10អញ្ចឹងបងប្អូនចេញចូលបែបហ្នឹងឯងអញ្ចឹងហត់បងប្អូនចេញចូលបែបហ្នឹងហើយនៅពេលដែលបងប្អូនពងតែចិញ្ចឹមហ្នឹងទឹកអស់បងប្អូនត្រូវចូលទៀតដែរហើយបន្តមកទៀតឧទាហរណ៍ថាចំណីអស់បងប្អូនត្រូវចូលទៅដាក់ចំណីទៀតដែរអញ្ចឹងរវល់បងប្អូនហើយខាត់ពេលវេលាច្រើនអញ្ចឹងចំណុចនេះឯងបងប្អូនមានបងប្អូនកសិករយើងមួយចំនួនធំដែលគាត់ចិញ្ចឹមមន់គាត់ស្វាហាប់តែដបងឯងដបងមួយទៅប្រឹងមួយទៅខ្លាំងប៉ុន្តែយូរទៅទុកចោលសម្បីតែអាប្រដាប់ដាក់ទឹកប្រដាប់ដាក់ចំណីនៅក្នុងទ្រុងមន់ហ្នឹងក្លាប់ផ្ងាមិនក៏អត់ខលដែរទុកចោលយូរទៅដូចស្អីគេហត់ពេកបងប្អូនអញ្ចឹងក្នុងការចិញ្ចឹមបងប្អូនត្រូវរៀបចំយ៉ាងណាឲ្យត្រូវជាមួយស្តង់ដារអញ្ចឹងទោះបីយើងចិញ្ចឹមលក្ខណៈគ្រួសារក៏ដោយក៏រៀបចំឲ្យបានល្អរៀបចំឲ្យត្រូវស្តង់ដារដែរអញ្ចឹងតកតងជាមួយនឹងការរៀបចំឲ្យត្រូវស្តង់ដារនេះមិនមែនតលតែចំណាយលុយខ្ទង់$10,000ខ្ទង់$40,000ដើម្បីរៀបចំទេបងប្អូនសម្បីចំណាយលុយតិចតួច100 200ហ្នឹងក៏ត្រូវក៏យើងអាចរៀបចំឲ្យត្រូវស្តង់ដារបានដែរអញ្ចឹងបងប្អូនក្នុងការរៀបចំទ្រុងយើងនិយាយអំពីការចិញ្ចឹមដោយចំណេញពេលវេលាសិនយើងកំតន់និយាយផ្សេងអញ្ចឹងដើម្បីឲ្យចំណេញពេលវេលាបងប្អូនត្រូវរៀបចំទ្រុងបែបនេះអញ្ចឹងសម្រាប់ទ្រុងបងប្អូនកុំឲ្យមន់ស៊ីចំណីនៅក្នុងទ្រុងបងប្អូនកុំឲ្យមន់ផឹកទឹកនៅក្នុងទ្រុងអញ្ចឹងបងប្អូនអាចរៀបចំបែបនេះបងប្អូនអាចរៀបចំបែបនេះឃើញទេបងប្អូនយើងមានតូចំណីនៅខាងក្រៅយើងមានតូចំណីនៅខាងក្រៅហើយកន្លែងដាក់ទឹកមន់បងប្អូនអាចដាក់នៅខាងនោះបាននោះខាងទ្វារអញ្ចឹងកន្លែងទ្វារនោះខៀវនោះកន្លែងនេះយើងជាកន្លែងដែលយើងរៀបចំសម្រាប់ដាក់ទឹកមន់កន្លែងនេះបងប្អូនចង់រៀបចំជាតូប្រភេទនេះក៏បានដែររៀបចំជាតូប្រភេទនេះហើយបិទសងខាងដល់ដូចកន្លែងនេះបងប្អូនណាបិទសងខាងនោះគឺដាក់ទឹកបានហើយអញ្ចឹងបើសិនជាបងប្អូនចង់រៀបចំជាតូក៏បានរៀបចំជាបងប្អូនដាក់ប្រភេទធុងទឹកធម្មតាក៏បានអញ្ចឹងអ្វីដែលសំខាន់ទឹកចំណីនៅខាងក្រៅអញ្ចឹងបងប្អូនសម្រាប់ទ្រុងនេះខ្ញុំទើបតែធ្វើហើយទេខ្ញុំអត់បានដាក់មន់ទេបងប្អូនសម្រាប់មន់ប្រហែលក្បាលដែលដាក់នេះគឺដាក់តេស្តអញ្ចឹងតេស្តចង់ដឹងថាមន់អាយុប្រហែលខែឬក៏ប្រហែលថ្ងៃដែលអាចអឺតក្បាលចេញតាមប្រឡោះនេះបានហើយអត់ចេញរួចដោយសារទ្រុងនេះដំបូងឡើយគឺយើងចង់ធ្វើសម្រាប់ដាក់មេពូជទេប៉ុន្តែក្រោយមកទៀតយើងក៏កែសម្រាប់ដាក់មន់សាច់វិញអញ្ចឹងបងប្អូនតកតងជាមួយនឹងការរៀបចំបែបនេះនៅពេលដែលបងប្អូនចិញ្ចឹមបងប្អូនត្រូវទិញអាទិសមួយមកអាទិសសម្រាប់ដាក់ចំណីអញ្ចឹងនៅពេលដែលបងប្អូនត្រូវការដាក់ចំណីមន់បងប្អូនគ្រាន់តែរុញអាទិសហើយដួសចំណីចាក់បងប្អូនដួសចាក់មករុញបន្តិចចាក់រុញបន្តិចចាក់តាម1នាទី2នាទីរួចអត់ដល់2នាទីទេបងប្អូនមករោមប៉ុណ្ណេះរុញចាក់ទៅបងប្អូនហើយតកតងជាមួយនឹងទឹកបើសិនជាបងប្អូនប្រើប្រភេទធុងទឹកបងប្អូនដាក់ក្រៅទៅអញ្ចឹងបងប្អូនមានអាទិសមួយមកប្រដាប់ដាក់ទឹកលាងឲ្យស្អាតឲ្យហើយមកដាក់លើអាទិសមករុញមកបងប្អូន
រុញមកកន្លែងដាក់មួយមកកន្លែងដាក់មួយមកកន្លែងដាក់មួយទៀតរួចល្ងាចឬក៏ស្អែកឡើងអញ្ចឹងទៀតយកអាទិសមកប្រមូលប្រដាប់ដាក់ទឹកដាក់ក្នុងអាទិសយកទៅលាងដាក់ទឹកឲ្យពេញរុញមកវិញដាក់មួយទៀតហើយមួយទៀតបើសិនជាបងប្អូនចង់ចំណេញយើងតប្រព័ន្ធទឹកមកនេះមកអញ្ចឹងកន្លែងលាងប្រដាប់ដាក់ទឹកប្រដាប់ដាក់អីនេះយើងលាងនៅកន្លែងនេះទៅលាងឲ្យដាក់ទៅបងប្អូនអញ្ចឹងធ្វើបែបនេះចំណេញពេលវេលាច្រើនណាបងប្អូនចំណេញច្រើនណាចំណេញពេលវេលាអត់ហត់អត់ stress បងប្អូនហើយបើសិនជាឲ្យចេញចូលខ្ញុំអ្នកចិញ្ចឹមមន់ច្រើនឆ្នាំបងប្អូនតែចេញចូលតែញយធុញបងប្អូនឃើញមន់ធុញយូរទៅចិញ្ចឹមមន់យូរទៅឡើងចង់នៅកាឋានចង់ទៅដើរលេងចង់ទៅណាទៅណីដូចស្អីគេវាហត់ពេកធុញពេក stress ពេកប៉ុន្តែនៅពេលដែលរៀបចំទ្រង់បែបនេះហើយចិញ្ចឹមមន់អត់ស្ទើរមានការងារធ្វើបងប្អូនដាក់ចំណីតែមួយផ្លែតដាក់ទឹកតែមួយផ្លែតអញ្ចឹងអត់ចំណាយពេលវេលាច្រើនអញ្ចឹងសល់ពេលវេលាច្រើនណាបងប្អូនចង់ទៅធ្វើអីផ្សេងបងប្អូនចង់ទៅកំសាន្តណាផឹកកាហ្វេណាបានបងប្អូនមកវិញមើលតែចំណីអស់ចំណីថែមចំណីអស់ទឹកថែមទឹកតែប៉ុណ្្នឹងឯងហើយតកតងជាមួយនឹងការដាក់ចំណីនៅខាងក្នុងតកតងជាមួយការដាក់ចំណីនៅខាងក្នុងបញ្ហាទី1មន់ជន់កលាប់កពុបនៅក្នុងហ្នឹងហើយបងប្អូនបើសិនជាបងប្អូនដាក់ក្រៅអត់ទេបងប្អូនបាច់ភ័យរឿងកលាប់ទេទឹកក៏ដូចគ្នាទឹកនៅពេលដែលបងប្អូនដាក់នៅខាងក្រៅនៅពេលដែលបងប្អូនដាក់ខាងក្រៅយើងអត់បារម្ភរឿងកលាប់រឿងកពុបអីទេអញ្ចឹងមន់ត្រូវការផឹកគ្រាន់តែអឺតក្បាលមកផឹកឲ្យចូលទៅវិញហើយបើសិនជាបងប្អូនដាក់ខាងក្នុងបងប្អូនទៅផឹកទឹកកាហ្វេផឹកជួបជុំគ្នានៅក្រៅបងប្អូនមកវិញឃើញហើយកតោចំណីកតោដាក់ទឹកអីហ្នឹងកលាប់ផ្ងាពេញហ្នឹងបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាតកតងជាមួយនឹងទំហំទ្រុងតកតងជាមួយនឹងទំហំទ្រុងនេះបងប្អូនសម្រាប់ទ្រុងនេះតតឹង2ម៉ែត្រកន្លះតតឹងនេះ2ម៉ែត្រកន្លះហើយនិយាយថាបដ ாய் ចាំបងប្អូនបដ ாய் ខាងបដ ாய் នេះ2ម៉ែត្រកន្លះហើយនេះមកខាងនេះ3ម៉ែត្រដូចថានិយាយថានេះបដ ாய் ដូចថាវែងបងប្អូនណាអញ្ចឹងសម្រាប់បដ ாய் នេះយើងខាន់មកប្រឡោះ2ម៉ែត្រកន្លះហើយតតឹងនេះយើងដាក់3ម៉ែត្រតាមពិតទៅទ្រុងនេះយើងគោលដៅសម្រាប់ចិញ្ចឹមមេពូជប៉ុន្តែដោយសារមេពូជយើងមានទ្រុងផ្សេងយើងក៏ដាក់ទ្រុងផ្សេងសិនអញ្ចឹងទ្រុងនេះយើងប្រើសម្រាប់មន់សាច់សិនហើយបន្ទាប់មកទៀតយើងវាស់កន្លែងនេះបងប្អូនយើងវាស់ចង់ដឹងថាតើទំហំនេះមកប្រឡោះវាទំហំប៉ុណ្ណាដើម្បីឲ្យងាយស្រួលក្នុងការធ្វើចឹងបងប្អូនធ្វើអត់ឲ្យខុសកុំឲ្យពិបាកអញ្ចឹងណាបងប្អូនអញ្ចឹងតកតងជាមួយនឹងទំហំទ្រុងនេះបងប្អូនអញ្ចឹង6សង់ទីម៉ែត្របងប្អូនសម្រាប់ទំហំ6សង់ទីម៉ែត្រនេះបងប្អូនអាចដាក់កូនមន់បានទេណាបងប្អូនដាក់កូនមន់វាចេញបានអញ្ចឹងសម្រាប់មន់ដែលបងប្អូនអាចដាក់បានប្រភេទមន់ដែលមានទម្ងន់លើខុស3ខាំ4ខាំមិនអាចដាក់បានណាហើយយើងវាស់កម្ពស់នេះបងប្អូនខ្ញុំវាស់ពីដីមកដោយសារនេះបងប្អូនសម្រាប់ពីដីមកគឺ5តឹកបងប្អូនណាលើខ្វះ5តឹកអញ្ចឹងតតងជាមួយនឹងកម្ពស់មន់តាមពិតបងប្អូនដាក់តា3តឹកអីក៏បានដែរគាត់ថាវាខ្លះរៀងស្ទើរអញ្ចឹងយើងដាក់5តឹកទៅស្លាស់ហ្មងអញ្ចឹងមន់អោនងើបបានសេរីហើយតតងជាមួយនឹងប្រឡោះនេះមានបងប្អូនខ្លះក៏ដាក់បដ ாய் អញ្ចឹងយោបល់របស់ខ្ញុំកុំដាក់បដ ாய் បងប្អូនដាក់តតឹងចេះទៅដាក់បដ ாய் ភិកច្រើនមន់ជួក្បាលហើយភិកច្រើនចេញមកវិញមន់នឹងប៉ះក្បាលជាមួយនឹងឈើខាងលើអញ្ចឹងយូរទៅមន់នឹងទៅពេកវាអស់រោមខាងក្បាលបងប្អូនខាងកក្បាលខាងលើអញ្ចឹងអត់ធ្វើល្អទេអញ្ចឹងរៀបចំបែបនេះទៅមន់ចឹកស៊ីហើយចេញចូលគឺអត់មានប៉ះក្បាលអីទេហើយមន់ក៏អត់ស្ទើរ stress ដែរបងប្អូនឥឡូវចូលទៅក្នុងបន្តិចតកតងជាមួយនឹងអញ្ចឹងខានមួយនេះយើងដាក់ដើម្បីគោលដៅកុំឲ្យមន់ចឹកគ្នាពេលខ្លះមន់អាយុខុសគ្នានៅពេលដែលមន់ទូចមកគៀកសណាញ់ខាងនេះបើសិនជាសណាញ់ទៀតណាអញ្ចឹងនេះទៀតអាចនឹងមន់ដែលខាងនេះធំជាងអាចនឹងចាប់មន់នោះឬក៏នៅពេលដែលបងប្អូនដាក់មេពូជចិញ្ចឹមអាចនឹងមេពូជហ្នឹងពិសេសឈ្មោលជុលគ្នាបងប្អូនអញ្ចឹងរៀបចំកន្លែងនេះគឺយើងត្រូវរៀបចំនេះបងប្អូនកម្ពស់សម្រាប់កម្ពស់កន្លះម៉ែត្របងប្អូនកុំដាក់ទៀតជាងហ្នឹងតិចច្រឡំដាក់3តឹកអី3តឹក4តឹកអីជួលគ្នាបានធម្មតាបងប្អូន